អ្នកធ្វើបាបគេត្រូវគេធ្វើបាបវិញរឿងស្ត្រីពីរនាក់ចងពៀននឹងគ្នាសម័យថ្ងៃមួយស្ត្រីម្នាក់បានរៀបការជាមួយប្តីហើយនៅជាមួយគ្នាទៅអត់មានកូនហើយស្ត្រីនឹងក៏គិតថាកាលដែលខ្លួនអត់មានកូនខ្លាចថាប្តីនឹងទៅរកស្ត្រីដទៃមករៀបការហើយស្ត្រីដទៃមករៀបការនឹងមិននៅក្នុងអំណាចរបស់ខ្លួនទេអញ្ចឹងក៏នាងនឹងទៅរកស្ត្រីដទៃមកដណ្ដឹងស្ត្រីដទៃឲ្យមកជាប្រពន្ធចុងរបស់ប្តីនឹងពេលដែលរៀបការអីហើយរស់នៅមួយគ្នានឹងមានកូនអញ្ចឹងទៅក៏ស្ត្រីប្រពន្ធដើមនឹងក៏ចំណែនកាលណាដែលស្ត្រីចុងប្រពន្ធចុងនឹងមានកូនទៅខ្លាចប្តីនឹងស្រឡាញ់គេនឹងខ្លាំងជាងអញ្ចឹងក៏រកអបាយដាក់ថ្នាំឲ្យគេរលូតកូនទៅម្ដងពីរដងរលូតរហូតដាក់ថ្នាំរលូតរហូតអញ្ចឹងទៅដល់លើកទី3ឲ្យដាក់ថ្នាំឲ្យស្ត្រីចុងប្រពន្ធចុងនឹងរលូតកូនទៀតអញ្ចឹងនាងនោះរលូតកូនច្រើនដងពេកទៅក៏ស្លាប់ទៅទាំងកូនទាំងម្ដាយនឹងទៅហើយក៏ចងពៀនឹងប្រពន្ធដើមនឹងប្តីក៏ដឹងដំណឹងថាប្រពន្ធចុងនឹងស្លាប់ដោយសារតែប្រពន្ធដើមនឹងក៏វាយប្រពន្ធដើមនឹងរហូតដល់ស្លាប់ដែរទៅហើយក៏ទៅកើតជាកំណើតសត្វតិរិឆានដូចគ្នាតែប្រពន្ធដើមកើតជាសត្វមាន់ប្រពន្ធចុងនឹងកើតជាឆ្មាអញ្ចឹងប្រពន្ធដើមពេលដែលប្រពន្ធដើមនឹងមានកូនមានអីហើយឆ្មានឹងទៅស៊ីកូនរបស់ប្រពន្ធដើមនឹងអស់លិញហើយក៏ចងពៀននឹងគ្នាទៀតក៏ប្រពន្ធចុងនឹងកើតជាមេមរឹកម្ដងប្រពន្ធដើមនឹងកើតជាមេខ្លាដំបងអញ្ចឹងប្រពន្ធដើមនឹងទៅស៊ីកូនមរឹកនឹងអស់ទៀតហើយក៏ចងពៀគ្នាទៀតចងពៀគ្នាទៀតប្រពន្ធដើមនឹងមកកើតជាកុលធីតាមួយនៅក្នុងក្រុងសាវត្ថីហ្នឹងហើយប្រពន្ធចុងនឹងកើតជាយក្ខិនីពេលដែលកុលធីតានឹងមានប្តីទៅមានកូនកូនទៅយក្ខនឹងមកស៊ីកូននឹងម្ដងពីរដងដល់គម្រប់3ដងកុលធីតានឹងក៏នាំកូននឹងរត់ទៅវត្តចេតពុនពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គកំពុងសម្ដែងធម្មទេសនាអញ្ចឹងនាងនឹងយកកូនទៅដាក់ប្របាទទីរបស់ព្រះសម្មាសម្ពុទ្ធដែលកំពុងសម្ដែងធម៌ទេសនាអញ្ចឹងយក្ខនីនឹងតាមរហូតទៅដល់វត្តចេតពុនហ្នឹងព្រះអង្គជ្រាបដំណឹងហ្នឹងហើយព្រះអង្គពោលដាស់តឿននាងទាំងពីរនឹងថាណែនាងឈប់ចងពៀននឹងគ្នាទៅការចងពៀរបស់នាងនឹងមិនមានទីបំផុតទេអញ្ចឹងព្រះអង្គពោលទៀតថានាងទាំងពីរហ្នឹងបើមិនបានជួបតថាគតទេអ្នកទាំងពីរហ្នឹងនឹងចងពៀគ្នាអស់មួយកាប់នឹងចងពៀគ្នាតទៅស៊ីកូនគ្នាទៅវិញទៅមកទៅវិញទៅមកហ្នឹងប៉ុន្តែឥឡូវនេះបានជួបតថាគតការចងពៀហ្នឹងនឹងឡើងមានហើយអញ្ចឹងពោលប្រាប់នាងទាំងពីរហ្នឹងពីទោសនៃការចងពៀហ្នឹងអីហើយនាងហ្នឹងក៏ឈប់ចងពៀនឹងគ្នាទៅអញ្ចឹងនៅក្នុងសាច់រឿងហ្នឹងលោកប្រាប់ថាការចងពៀនឹងគ្នាហ្នឹងការធ្វើបាបគ្នាទៅវិញទៅមកហ្នឹងអត់មានទីបំផុតទេមើលថារឿងស្ត្រីប្រពន្ធដើមនិងប្រពន្ធចុងមើលចងពៀនឹងគ្នាហ្នឹងទៅវិញទៅមកទៅវិញទៅមកជាតិនេះប្រពន្ធដើមត្រូវប្រពន្ធចុងធ្វើបាបជាតិតទៅមុខទៀតប្រពន្ធដើមត្រូវប្រពន្ធចុងធ្វើបាបគ្នាទៅវិញទៅមកអត់មានស្រាលស្ដើងអីទេដូចរឿងនេះអញ្ចឹងណាប្រពន្ធចុងកើតជាមេឆ្មាប្រពន្ធដើមកើតជាមេមន់ឆ្មានឹងទៅស៊ីកូនមន់អស់លិញបន្ទាប់មកប្រពន្ធចុងកើតជាមេមរឹកប្រពន្ធដើមកើតជាមេខ្លាដំបងទៅស៊ីកូនមរឹកនឹងអស់បន្ទាប់មកប្រពន្ធដើមកើតជាកុលធីតាប្រពន្ធចុងកើតជាយក្ខនីទៅស៊ីកូនរបស់កុលធីតានឹងអស់ទៀតចងពៀស៊ីកូនគ្នាទៅវិញទៅមកចងពៀនឹងគ្នាអត់មានទីបំផុតទេអញ្ចឹងរឿងការចងពៀនឹងគឺថារងាប់ដោយការឈប់ចងពៀនឹងគ្នាអហោសិកម្មឲ្យគ្នានឹងគ្នាទៅណាបើគេធ្វើយើងឈប់ចងពៀនឹងគេហើយគេនៅតែចងពៀទៀតយើងត្រូវដឹងថាបើយើងទទួលផលលំបាកនៅក្នុងបច្ចុប្បន្នហ្នឹងយើងកំពុងសោយផលកម្មដែលយើងបានធ្វើនៅក្នុងអតីតឯគេនោះកំពុងសាងកម្មថ្មីយើងអហោសិកម្មឲ្យគេទៅផ្សាយមេត្តាចិត្តឲ្យគេទៅហើយត្រូវកំណត់ដឹងថានឹងជាផលកម្មរបស់ខ្លួនឯងផ
ផលគេសាងគេអ្នកសាងបន្តទៀតគឺបាបរបស់គេនឹងក្នុងសង្សារវដ្តហ្នឹងគឺទៅជួបអ្នកដែលចងពៀនឹងគ្នានឹងគ្នានឹងទៅយើងឡើងចងពៀនឹងគេអហោសិកម្មអីគេហើយទទួលដឹងថាបាបដែលខ្លួនឯងទទួលក្នុងពេលបច្ចុប្បន្ននេះគឺជាផលកម្មចាស់ដែលខ្លួនឯងបានធ្វើក្នុងអតីតអញ្ចឹងការមិនធ្វើបាបតបតការមិនតបតនឹងឯងគឺជាការល្អការមិនចងពៀនឹងគ្នានឹងគឺជាការល្អការអហោសិកម្មឲ្យគ្នានឹងគ្នានឹងគឺជាការល្អវត្តសូមអនុមោទនា